លើចម្ងាយយើងវាស់ជាម៉ែត្រជាគីឡូម៉ែត្រទេសម័យនេះគឺអាស្រ័យលើការទំនាក់ទំនងយើងអាចតាក់ទងគ្នាបានគ្រប់ពេលវេលាយើងថាសម័យនេះម្នាក់យើងមានភ្នែកទឹកយើងមាត់ទឹកយើងត្រចៀកទឹកក៏បានដែរភ្នែកទឹកមានន័យថាបើយើងចង់ឃើញចង់មើលទៅណាឃើញភ្លាមតាមរយៈបច្ចេកវិទ្យាថ្មីឥឡូវនេះដូចជា Facebook អីនេះយើងអាចឃើញបង្ហោះផ្ទាល់ហើយមាត់ទឹកយើងចង់បានអីយើងចង់ទៅដល់ណាយើងចង់និយាយជាមួយនរណាយើងអាចនិយាយគ្នាបានភ្លាមដូចយើងកំពុងតែនិយាយគ្នាពេលហ្នឹងជាមួយ VOA ជាមួយបងប្អូនដែលហៅតាមទូរស័ព្ទយើងនិយាយគ្នាដូចយើងមាត់ទឹកអញ្ចឹងអត់មានថាអូនៅឆ្ងាយនៅជិតអត់ទេហើយយើងទៅជាទឹកទាំងអស់គ្នាយើងលឺយើងនិយាយគ្នាយើងឆ្លើយឆ្លងគ្នាយើងលឺទោះជាយើងនៅទីណាពេលណាយើងអាចនិយាយគ្នាស្ដាប់គ្នាឮគ្នាយល់គ្នាដូច្នេះអ្វីដែលសំខាន់គឺទឹកចិត្តរបស់យើងបើទឹកចិត្តរបស់យើងច្បាស់លាស់ទឹកចិត្តរបស់យើងរឹងមាំទឹកចិត្តរបស់យើងស្មោះត្រង់គឺយើងអាចធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ពីគ្រប់ទីកន្លែងគ្រប់ពេលវេលាទី1ទី2ខ្ញុំមានបទពិសោធន៍ហើយពីព្រោះមិនមែនលើកទី1ទេនេះជាលើកទី4ដែលរដ្ឋអំណាចនៅស្រុកខ្មែរយើងនេះគណៈបកកណ្ដាលអំណាចគេរករឿងខ្ញុំគេប្រើប្រព័ន្ធតុលាការកម្ចាត់ខ្ញុំប្រតិកម្មបើជាងមុនពីមុនគេប្រើកម្លាំងគេតាមសម្លាប់ដោយការគប់គ្រាប់បែកសម្លាប់សកម្មជនគណៈបកសំរងស៊ីច្រើនណាស់80នាក់ត្រូវស្លាប់ហើយខ្លួនខ្ញុំគេប៉ុនប៉ងសម្លាប់នឹងប្រហែលដងប៉ុន្តែឥឡូវគេឈប់សម្លាប់រាងកាយគេចង់សម្លាប់នយោបាយម្ដងសម្លាប់ផ្លូវនយោបាយគេប្រើតុលាការដើម្បីកម្ចាត់វត្តមានយើងកុំឲ្យមានសកម្មភាពឲ្យបានច្បាស់លាស់រឹងមាំជាប់លាប់នៅប្រទេសកម្ពុជាប៉ុន្តែដូចខ្ញុំនិយាយអំបញ្ញមិញយើងធ្វើការយើងឲ្យបញ្ជាយើងណែនាំសកម្មជនយើងរៀបចំគណៈបកយើងជាមួយសហការីចាប់ដៃគ្នាជាប់គ្រប់ពេលវេលាគឺយើងធ្វើការបានដូចធម្មតាដែរបាទលោកសំរងស៊ីខ្ញុំចង់ថាទីបញ្ចប់នឹងមានដំណោះស្រាយពីព្រោះរឿងទាំងអស់នេះមិនមែនជារឿងតុលាការទេតុលាការសពថ្ងៃតុលាការនៅស្រុកខ្មែរតុលាការឡាប់ឡាយទេគឺស្ដាប់បញ្ជាអ្នកនយោបាយដូច្នេះរឿងនេះជារឿងនយោបាយនឹងមានដោះស្រាយតាមផ្លូវនយោបាយមិនមែនដោះស្រាយតាមផ្លូវតុលាការទេអត់ប្រយោជន៍ទេតុលាការសប្តាហ៍នេះកុំរវល់ខ្ញុំអត់រវល់ទាត់តែគង់តែថ្ងៃណាមួយដូចលើកមុនដែលខ្ញុំមានរឿងរ៉ាវដែលគេរករឿងខ្ញុំប្រើតុលាការដូចគ្នានឹង3-4 ដងហើយដូច្នេះខ្ញុំអត់រវល់ទេលើកនេះក៏ដូចជាលើកមុននឹងមានដំណោះស្រាយនយោបាយបើកផ្លូវឲ្យខ្ញុំចូលទៅដឹកនាំគណៈបកចូលទៅរួមចំណែកក្នុងយុទ្ធនាការឃោសនាដោយឆ្នាំមុនទៀតបាទលោកធានសំរងស៊ីនៅក្នុងឯកសារផ្ទៃក្នុងរបស់គណៈបកប្រជាជនកម្ពុជាក្នុងកិច្ចប្រជុំសន្និបាតគណៈកម្មការកណ្ដាលលើកទី39ចំនួន2ថ្ងៃគឺថ្ងៃ9ដល់ថ្ងៃ10មករាឆ្នាំ2016នេះគឺបានទទួលស្គាល់ថាការតស៊ូលើសមរភូមិនយោបាយសតិអារម្មណ៍ជាមួយគណៈបកប្រឆាំងកាន់តែស្រួចស្រាវឡើងហើយមានចរិតបដិបកដោយសារថាគណៈបកប្រឆាំងចង់ផ្ដួលរំលំគណៈបកប្រជាជនកម្ពុជាតើលោកទទួលស្គាល់ការដែលមានសេចក្តីចែងយ៉ាងដូច្នោះទេអត្ថាធិប្បាយយ៉ាងដូច្នោះទេទៅលើពាក្យផ្ដួលរំលំនោះតើលោកទទួលបានទេរឿងហ្នឹងបាទខ្ញុំយល់ឃើញថាគណៈបកកាន់អំណាចសពថ្ងៃគឺកំពុងតែភ័យខ្លាចរហូតទៅដល់ភាពស្លន់ស្លោគឺគេឃើញថាកម្លាំងសហជាតិដែលឈឺចាប់ឃើញទឹកប្រទេសយើងបាត់បង់ទឹកដីគឺខ្មែរយើងស្រឡាញ់ជាតិខ្មែរយើងមិនដោយឲ្យអ្នកដឹកនាំប្រទេសសពថ្ងៃមិនដោយឲ្យបរទេសឈ្លានពានបង្ខិតព្រំដែនយកទឹកដីយើងដូចសពថ្ងៃទេហើយឃើញអំពើអយុត្តិធម៌ដែលចេញមកពីអំពើពុករលួយហើយអំពើពុករលួយហ្នឹងគឺដោយសារតែអំណាចផ្ដាច់ការគេប្រើអំណាចតាមរបៀបផ្ដាច់ការគេប្រព្រឹត្តអំពើពុករលួយដែលនាំមកនៅភាពអយុត្តិធម៌មកលើប្រជាពលរដ្ឋខ្មែរដែលភាគច្រើនជាអ្នកក្រីក្រជាអ្នកទុនខ្សោយដូច្នេះប្រជារាស្ត្រខ្មែរអត់ត្រង់មិនអាចអត់ត្រង់បានអត់ត្រង់មិនបានយូរទៀតទេពីព្រោះធុញត្រង់ណាស់ឃើញថាសភាពការបែបហ្នឹងត្រូវតែមានការផ្លាស់ប្ដូរអញ្ចឹងហើយផ្លាស់ប្ដូរគឺរំពឹងលើគណៈបកសង្គ្រោះជាតិហើយមានគណៈបកតែមួយគត់ដែលតតាំងជាមួយគណៈបកកណ្ដាលអំណាចហើយដែលមានលទ្ធភាពឈ្នះ
គណៈបកកណ្ដាលអំណាចយើងឃើញហើយគឺតាំងពីកម្លាំងប្រជាធិបតេយ្យកម្លាំងរដ្ឋាភិបាលជាតិរួមគ្នាក្នុងជួរគណៈបកសង្គ្រោះជាតិយើងឃើញថាប្រជាពលរដ្ឋបែរមកគ្រប់គ្រងគណៈបកសង្គ្រោះជាតិយ៉ាងច្រើនលើសលប់ហើយបើគ្មានការលួចបន្លំសន្និដ្ឋឆ្នោតនៅឆ្នាំ2013នោះទេគណៈបកសង្គ្រោះជាតិទទួលជ័យជំនះបាត់ទៅហើយអញ្ចឹងហើយបានគណៈបកប្រជាជនកម្ពុជាភ័យណាស់ភ័យឃើញថាចរន្តនេះទុកអស់ជាប់ហើយមានតែគៀបសង្កត់មានតែយកប្រព័ន្ធតុលាការមករករឿងថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិបើតាមតែទឹកចិត្តប្រជាពលរដ្ឋហើយបើមានការបោះឆ្នោតត្រឹមត្រូវមិនលួចស្លឹកឆ្នោតដូចមុនទៀតទេគឺគណៈបកសង្គ្រោះជាតិនឹងឈ្នះហើយគេឃើញថាកោជបថ្មីនេះកោជបដែលបង្កើតក្រោយការបោះឆ្នោតឆ្នាំ2013ដោយកម្លាំងគណៈបកសង្គ្រោះជាតិយ៉ាងខ្លាំងបាននៅរដ្ឋសភាបានជំរុញឲ្យមានការរៀបចំកោជបថ្មីគណៈបកប្រជាជនដឹងថាមិនអាចលួចស្លឹកឆ្នោតបានដូចមុនទៀតទេដូច្នេះត្រូវតែរកវិធីអីផ្សេងដើម្បីប៉ុនប៉ងកម្ចាត់គណៈបកសង្គ្រោះជាតិប៉ុន្តែពីមុនក៏គេចង់កម្ចាត់គណៈបកសង្គ្រោះជាតិឥឡូវគេចង់កម្ចាត់គណៈបកសង្គ្រោះជាតិពេលនេះដូចជាពេលមុននឹងបរាជ័យពីព្រោះมันអាចទប់ស្កាត់ការងើបផុសផុលគ្រប់គ្រងគណៈបកសង្គ្រោះជាតិពីសំណាក់ប្រជារាស្ត្រខ្មែរកាន់តែច្រើនឡើងដូចទេបាទសូមអរគុណច្រើនលោកប្រធានអស់លោកអ្នកស្ដាប់នេះជាកម្មវិធី Hello VOA មានការពិភាក្សាអំពីការប្រជុំមុខរបស់កម្ពុជានៅពេលដែលមានភាពតានតឹងនយោបាយរវាងគណៈបកកណ្ដាលអំណាចនិងគណៈបកជំទាស់ដែលមានអាសនៈក្នុងសភាហើយលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិជាវាគ្មិននៅរាត្រីនេះបាទឥឡូវមុននឹងជួនវេទិកាដល់លោកប្រធានសំរងស៊ីសូមអនុញ្ញាតទទួលសំណួរមួយពីប្រៃវែងលោកមុតបាទលោកមុតសូមជំរាបសួរបាទសូមចេញសំណួររបស់លោកបាទជំរាបសួរបងបាទជំរាបសួរហើយខ្ញុំគោរពលោកប្រធានសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិផងបាទជំរាបសួរបាទខ្ញុំចេញពីស្រុកបស្ដាច់ខេត្តព្រៃវែងឈ្មោះហូឌីម៉តបាទសូមមានមតិបន្តិចបានសូមសួរលោកប្រធានខ្ញុំសូមគាំទ្រឲ្យកុំអាលលោកប្រធានចូលមកទឹកដីកម្ពុជាសិនហើយកុំអាលមកទឹកដីខ្មែរយើងពីព្រោះផ្ទាំងស៊ីតរបស់កុម្មុយនីសមានលោកប្រធានម្នាក់ទេដែលជាផ្ទាំងស៊ីតសម្រាប់គេផ្ដាច់ផ្នែកនយោបាយឬក៏ជីវិតដូចខ្ញុំក្រោមការបោកគ្រាប់បែកនៅបុគ្គលរដ្ឋាភិបាលគឺរូបខ្ញុំនឹងហើយដែលនៅជាមួយដែលរត់ប្រត់ប្រាស់ដូច្នេះផ្ទាំងស៊ីតរបស់លោកប្រធានចំពោះគណៈបកដតីដែលគេបង្កើតនោះមិនមែនផ្ទាំងស៊ីតរបស់កុម្មុយនីសទេគុំផ្ទាំងស៊ីតរបស់សង្គ្រោះជាតិគឺលោកប្រធាននឹងឯងជាចម្បងមកអស់បាទនឹងសម្អាលោកប្រធានមកហើយសុំសំណួរមួយសុំសួរថាលោកប្រធានវិលមកវិញនេះទាន់ពេលមុនពេលបោះឆ្នោតឬក៏គៀកពេលបោះឆ្នោតនឹងចំណុចមួយហើយចំណុចមួយទៀតខ្ញុំសុំសួរថាបើមកហើយឲ្យចុះពេលចុះឈ្មោះបោះឆ្នោតដឹងឬក៏មុនគេកំពុងពេលបោះឆ្នោតមុនកំពុងចុះឈ្មោះបាទកុំឲ្យប្របាក់លោកប្រធានបាទសូមអរគុណលោកប្រធានជូនពរបានសុខសប្បាយបាទសូមអរគុណច្រើនបាទលោកមាត់នៅព្រៃវែងបាទចឹងសូមចេញលោកប្រធានសំរងស៊ីបាទមិញនេះបានលើកពីបញ្ហា2ដែលសំខាន់ក្នុងការរៀបចំការបោះឆ្នោតទី1រឿងចុះឈ្មោះយើងកំពុងតែរៀបចំឲ្យរចនាសម្ព័ន្ធគណៈបកសង្គ្រោះជាតិទូទាំងប្រទេសរហូតទៅដល់ថ្នាក់ឃុំថ្នាក់ភូមិថ្នាក់មូលដ្ឋានយើងជំរុញឲ្យប្រជារាស្ត្រលោកចុះឈ្មោះបោះឆ្នោតពេលវេលាមកដល់ពេលចុះឈ្មោះបោះឆ្នោតយើងត្រូវតែជួយសម្រួលដល់បងប្អូនយើងអ្នកដែលមិនទាន់យល់ច្បាស់ឬមួយខ្វះនេះខ្វះនោះយើងត្រូវតែជួយពួកគាត់ឲ្យអ្នកដែលមិនទាន់បានចុះឈ្មោះបានទៅចុះឈ្មោះជាពិសេសកម្មករនៅតាមរោងចក្រដែលមកពីភូមិឆ្ងាយមករស់នៅទីក្រុងហើយបងប្អូនយើងមួយចំនួនដែលមិនទាន់បានទៅវិរពលនឹងការចុះឈ្មោះយើងត្រូវជំរុញឲ្យចុះឈ្មោះឲ្យបានគ្រប់គ្នាទី2បញ្ហាអត្តសញ្ញាណប័ណ្ណទោះជារដ្ឋអំណាចគេអះអាងថាគេបានចេញអត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋគ្រប់រូបឬស្ទើរតែគ្រប់រូបហើយតែជាក់ស្ដែងអត់ទេនៅខ្វះច្រើនណាស់ពីព្រោះវាមានឧបសគ្គរដ្ឋបាលវាមានឧបសគ្គហិរញ្ញវត្ថុវាមានឧបសគ្គនយោបាយ
ដែលគេរៀបរៀងមិនអោយឬមិនសម្រួលឲ្យបងប្អូនយើងបានអត្តសញ្ញាណប័ណ្ណគ្រប់គ្នាឲ្យទាន់ពេលវេលាការងារនេះគឺយើងត្រូវតែជួយប្រជាពលរដ្ឋឲ្យបានអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នាដើម្បីអាចទៅបោះឆ្នោតបានគ្រប់គ្នាហើយការងារមួយទៀតគឺរៀបចំកោជបឥឡូវនេះត្រូវរើសអគ្គលេខាធិការថ្មីយើងមិនអាចទុកអគ្គលេខាធិការដដែលទេអបាញ់មិញខ្ញុំនិយាយពីកោជបលួចបន្លំស្លឹកឆ្នោតប្រមាណអាណត្តិមកហើយបើយើងថាដូរកោជបយើងដូរសមាជិកភាពឲ្យហើយនៅសល់តែអគ្គលេខាធិការមួយនេះយើងត្រូវតែដាក់